នេះគូជា Cam Today ថ្ងៃនេះជាថ្ងៃទី5ខែសីហាក្នុងរយៈពេល6ខែកន្លងទៅសមត្ថកិច្ចបានបង្ក្រាបករណីជួញដូរមនុស្ស112ករណីនិងឃាត់ខ្លួនជនសង្ស័យ169នាក់ជនរងគ្រោះជិត500នាក់ត្រូវបានជួយសង្គ្រោះចេញពីហានិភ័យនៃការកេងប្រវ័ញ្ចអាជ្ញាធរបន្តស៊ើបអង្កេតនិងស្នើឲ្យប្រជាពលរដ្ឋផ្ដល់ព័ត៌មានសង្ស័យដើម្បីទប់ស្កាត់បទល្មើសនេះនិងការពារជនងាយរងគ្រោះក្នុងសហគមន៍សាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តក្រសួងបរិស្ថានបានសម្រេចឲ្យក្រុមហ៊ុន Royal CER Arco Ltd ផ្អាកដំណើរការជាបន្ទាន់បន្ទាប់ពីរកឃើញការបញ្ចេញសំណល់រាវបំពុលបរិស្ថានទីតាំងដែលមានការរកឃើញនេះស្ថិតនៅក្នុងស្រុកទឹកឈូខេត្តកំពតការផ្អាកដំណើរការគឺជាវិធានការភ្លាមរបស់ក្រសួងចំពោះករណីបំពុលបរិស្ថានដែលបានរកឃើញសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តសមត្ថកិច្ចកំពុងស្រាវជ្រាវករណីក្រុមអ ுக ្រិតជនដែលសង្ស័យថាបានអូសទាញពលករខ្មែរវិលត្រឡប់មកពីថៃឲ្យចូលរួមសកម្មភាពច្បោកតាមអនឡាញករណីនេះបង្កើនការប្រុងប្រយ័ត្នចំពោះពលករត្រឡប់មកស្រុកដែលអាចក្លាយជាគោលដៅរបស់បណ្ដាញល្មើសច្បាប់អាជ្ញាធរកំពុងប្រមូលភស្តុតាងបន្ថែមស្វែងរកអ្នកពាក់ព័ន្ធដើម្បីកំណត់មុខសញ្ញានិងចាត់វិធានការតាមនីតិវិធីតាមការផ្សាយរបស់ BTV News កម្ពុជាបានបណ្ដេញជនជាតិចិន165នាក់ចេញពីប្រទេសបន្ទាប់ពីពាក់ព័ន្ធករណីច្បោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសផ្សេងទៀត BTV News បញ្ជាក់ថាការអនុវត្តនេះជាផ្នែកនៃការអនុវត្តច្បាប់លើជនបរទេសដែលប្រព្រឹត្តបទល្មើសនៅកម្ពុជាអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតតាមនីតិវិធីរបស់អាជ្ញាធរយោងតាមសារព័ត៌មានខ្មែរ Tham TAC បានពង្រីកការគាំទ្រហិរញ្ញវត្ថុដល់អាជីវកម្មចំនួន179ការគាំទ្រនេះផ្ដល់ធនធានបន្ថែមដល់សហគ្រាសដែលត្រូវការទុនសម្រាប់បន្តប្រតិបត្តិការសម្រាប់អ្នកទទួលផលធនធានហិរញ្ញវត្ថុអាចជួយគាំទ្រការចាត់ចែងចំណាយនិងផែនការអាជីវកម្មការចូលដំណើរការទុនជាកត្តាសំខាន់សម្រាប់សហគ្រាសក្នុងការរក្សាសកម្មភាពនិងរៀបចំកំណើនចំនួននេះឆ្លុះបញ្ចាំងពីវិសាលភាពនៃកម្មវិធីដែលពង្រីកទៅកាន់អាជីវកម្មជាច្រើនធនាគារសហគ្រាសធុនតូចនិងធំកម្ពុជាក្រុងបញ្ចេញអន្ទាន$100លាននៅឆ្នាំ2027ផែនការនេះមានទំហំខ្ពស់ជាងអន្ទានដែលក្រុងផ្ដល់នៅឆ្នាំ2026ហើយមានគោលដៅជួយអាជីវកម្មឲ្យទទួលបានទុនកាន់តែងាយស្រួលធនាគារនឹងផ្ដោតលើវិស័យកែច្នៃកម្មវិធីនិងគម្រោងធុរកិច្ចបង្កើតថ្មីដើម្បីពង្រីកផលិតកម្មនិងបង្កើតឱកាសការងារនៅទូទាំងប្រទេសទំហំបលថនសរុបរបស់ធនបាកិច្ចដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅកម្ពុជាមានចំនួន$7,000លានតួលេខនេះសំដៅលើទ្រព្យសម្បត្តិដែលកំពុងស្ថិតក្រោមការគ្រប់គ្រងតាមក្របខ័ណ្ឌច្បាប់ការចុះបញ្ជីឲ្យបានត្រឹមត្រូវមានសារៈសំខាន់សម្រាប់ការពារផលប្រយោជន៍ម្ចាស់ទ្រព្យនិងពង្រឹងទំនុកចិត្តលើសេវាធនបាកិច្ចសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុជាតិតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយ៍នៅកម្ពុជាបានធ្លាក់ចុះបន្តិចក្នុងការកែសម្រួលតម្លៃលើកថ្មីប្រេងសាំងថយចុះ100រៀលក្នុង1លីត្រខណៈប្រេងម៉ាស៊ូតថយចុះ50រៀលក្នុង1លីត្រការប្រែប្រួលនេះអាចជួយបន្ថយចំណាយធ្វើដំណើរនិងដឹកជញ្ជូនរយៈពេលខ្លីអ្នកប្រើប្រាស់គួរពិនិត្យតារាងតម្លៃដែលបិទផ្សាយនៅស្ថានីយ៍នីមួយមុនចាក់ប្រេងសារព័ត៌មាន Cambodia News រាយការណ៍ថាច្បាប់ហាមជក់បារីនៅកម្ពុជាត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅភោជនីយដ្ឋានហាងកាហ្វេនិងទីតាំងផ្លូវការប៉ុន្តែតាមដងផ្លូវនិងទីផ្សារបុរាណអ្នកជក់បារីនៅតែជក់ដោយសេរីដែលអាចប៉ះពាល់អ្នកនៅក្បែរតាមរយៈផ្សែងបារីម្ចាស់អាជីវកម្មថាពួកគេព្យាយាមអនុវត្តវិធានការខណៈអ្នកគាំទ្រសុខភាពសាធារណៈអំពាវនាវឲ្យពង្រឹងការអនុវត្តឲ្យបានស្មើគ្នាប្រធានមណ្ឌលសុខភាពមួយនៅខេត្តកណ្ដាលត្រូវបានដកចេញពីតំណែងក្រោយវីដេអូមួយរីករាលដាលលើបណ្ដាញសង្គមក្នុងវីដេអូបុរសរូបនេះត្រូវបានឃើញប៉ះតំបន់ដើមទ្រូងអ្នកជំងឺស្រីអាយុ17ឆ្នាំពេលកំពុងធ្វើការសង្គ្រោះបេះដូងនិងដង្ហើមហេតុការណ៍នេះបង្កឲ្យមានការចោទប្រកាន់ពីអំពើរំលោភផ្លូវភេទហើយការដកតំណែងកើតឡើងមួយថ្ងៃបន្ទាប់ពីវីដេអូត្រូវបានចែករំលែកគណៈកម្មការអន្តរក្រសួងបានចុះត្រួតពិនិត្យនិងរៀបចំពិធីប្រគល់ទទួលគម្រោងលើកកម្រិតគុណភាពផ្លូវបេតុងមួយខ្សែនៅស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងការងារនេះឆ្លងកាត់ការពិនិត្យលើគុណភាពសំណង់និងស្ថានភាពអនុវត្តមុនទទួលយកជាផ្លូវការគម្រោងនេះនឹងគាំទ្រការធ្វើដំណើរនិងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅតំបន់នោះឲ្យកាន់តែងាយស្រួលតាមការចុះផ្សាយរបស់ BTV News ក្រសួងការងារនិងអតីតពលករដែលធ្លាប់ធ្វើការនៅប្រទេសថៃបានអំពាវនាវឲ្យពលករខ្មែរដែលវិលត្រឡប់មកវិញងាកមកស្វែងរកការងារក្នុងស្រុកបច្ចុប្បន្នមានឱកាសការងារជាង94000កន្លែងសម្រាប់អ្នកកំពុងស្វែងរកការងារការអំពាវនាវនេះមានគោលបំណងបង្កើនជម្រើសការងារនិងជួយភ្ជាប់កម្លាំងពលកម្មទៅនឹងតម្រូវការក្នុងប្រទេសមណ្ឌលប្រឡងបាក់ឌុបទូទាំងប្រទេសកំពុងបន្តរៀបចំបន្ទប់ប្រឡងតូកៅអីលេខបន្ទប់និងសម្ភារចាំបាច់ដើម្បីត្រៀមទទួលបេក្ខជននៅថ្ងៃទី10ខែសីហាខាងមុខការរៀបចំនេះផ្ដោតលើសណ្ដាប់ធ្នាប់សុវត្ថិភាពនិងបរិយាកាសសមរម្យសម្រាប់ដំណើរការប្រឡងគណៈកម្មការពាក់ព័ន្ធបន្តត្រួតពិនិត្យតាមមណ្ឌលនីមួយដើម្បីធានាឲ្យការប្រឡងប្រព្រឹត្តទៅដោយរលូននិងផ្ដល់ភាពងាយស្រួលដល់បេក្ខជនទាំងអស់នៅថ្ងៃប្រឡងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរគ្រីបានប្រកាសផ្ដល់អាហារូបករណ៍ដល់ព្រះសង្ឃសិស្សនិងនិស្សិតខ្មែរកម្ពុជាក្រោមកម្មវិធីនេះមានគោលបំណងគាំទ្រឱកាសសិក្សានិងលើកកម្ពស់ការអភិវឌ្ឍចំណេះដឹងសម្រាប់យុវជននិងអ្នកបន្តការសិក្សាអ្នកមានបំណងដាក់ពាក្យអាចតាមដានលក្ខខណ្ឌនិងនីតិវិធីចុះឈ្មោះពីសាកលវិទ្យាល័យដើម្បីទទួលបានព័ត៌មានលម្អិតអំពីអាហារូបករណ៍នេះមន្ទីរពេទ្យគុណបុប្ផាបានចាប់ផ្ដើមសាងសង់អគារថ្មីដើម្បីពង្រីកសមត្ថភាពទទួលនិងព្យាបាលកុមារនៅកម្ពុជាគម្រោងនេះឆ្លើយតបនឹងតម្រូវការសេវាសុខាភិបាលកុមារដែលកើនឡើងជាបន្តបន្ទាប់អគារថ្មីនឹងបន្ថែមកន្លែងពិនិត្យព្យាបាលនិងគាំទ្រការងាររបស់ក្រុមគ្រូពេទ្យមន្ទីរពេទ្យរំពឹងថាការសាងសង់នេះនឹងជួយឲ្យកុមារនិងគ្រួសារទទួលបានសេវាពេទ្យកាន់តែងាយស្រួលក្រសួងព័ត៌មានអញ្ជើញសាធារណជននិងភាគីពាក់ព័ន្ធចូលរួមផ្ដល់មតិយោបល់លើកិច្ចពិគ្រោះយោបល់ជាសកលស្ដីពីសេចក្ដីព្រាងគោលការណ៍ណែនាំសម្រាប់ការផ្ដល់ប្រាក់សំណងសមរម្យដល់សារព័ត៌មាន
កិច្ចពីគ្រូយោបល់នេះផ្ដោតលើការទទួលស្គាល់តម្លៃខ្លឹមសារព័ត៌មាននិងសំណងប្រកបដោយយុត្តិធម៌មតិពីសាធារណជននឹងជួយឲ្យសេចក្តីព្រាងនេះកាន់តែគ្រប់ជ្រុងជ្រោយតាមរយៈដំណភ្ជាប់ដែលបានកំណត់ CMAC និង IMCCD បានចុះកិច្ចព្រមព្រៀងសម្រាប់គម្រោងបោះសម្អាតមីនថ្មីនៅឃុំតាសែនធ្លាប់ជាតំបន់សមរភូមិដែលមានគ្រាប់មីនសល់ពីសង្គ្រាមការងារថ្មីនេះនឹងជួយបង្កើនសុវត្ថិភាពសហគមន៍និងពង្រីកការប្រើប្រាស់ដីកសិកម្មដើម្បីឲ្យការប្រើដីមានសុវត្ថិភាពគម្រោងនេះក៏គាំទ្រការអភិវឌ្ឍភូមិគំរូនិងការផលិតសម្រាប់នាំចេញផងដែរតាមការចុះផ្សាយរបស់ Cambodia News BTV News AKP News និងខ្មែរ Times ក្រុមអ្នកសម្របសម្រួលនិងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ37ក្នុងខេត្តបន្ទាយមានជ័យបេសកកម្មនេះផ្ទៀងផ្ទាត់ស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងកត់ត្រាព័ត៌មានសម្រាប់របាយការណ៍ក្រុមការងារក៏បានទៅតំបន់ច្រកបឹងត្រកួនក្នុងឃុំគោករមៀតស្រុកថ្មពួកដើម្បីតាមដានស្ថានភាពជាក់ស្ដែងយោងតាម AKP News និង BTV News រដ្ឋមន្ត្រីការបរទេសកម្ពុជានិងម៉ាឡេស៊ីបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការទ្វេភាគីកម្ពុជាម៉ាឡេស៊ីលើកទី3ឯកសារនេះកំណត់ទិសដៅសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដែលប្រទេសទាំងពីរយកចិត្តទុកដាក់ក្នុងជំនួបនេះកម្ពុជាក៏បានថ្លែងអំណរគុណម៉ាឡេស៊ីចំពោះទូនីតិសកម្មក្នុងការគាំទ្រដំណើរការផ្សះផ្សាបញ្ហាព្រំដែនកម្ពុជាថៃតាមការចេញផ្សាយរបស់ BTV News រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តការងារការទូតយ៉ាងសកម្មដើម្បីទាមទារឲ្យប្រជាពលរដ្ឋដែលបានភៀសសឹកអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញការងារនេះផ្ដោតលើសិទ្ធិនិងសុវត្ថិភាពរបស់ពលរដ្ឋស្របតាមច្បាប់អន្តរជាតិកិច្ចខិតខំតាមផ្លូវការទូតនេះគឺដើម្បីបង្កលក្ខខណ្ឌសម្រាប់ពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅរស់នៅផ្ទះសម្បែងរបស់ខ្លួនវិញដោយសុវត្ថិភាពនិងស្របតាមនីតិវិធីកំណត់អភិបាលរាជធានីភ្នំពេញបានស្នើដល់តំណាងអង្គការ UNESCO ឲ្យរាយការណ៍អំពីការខូចខាតនៅប្រាសាទព្រះវិហារដែលត្រូវបានលើកឡើងថាបណ្ដាលពីសកម្មភាពរបស់កងទ័ពថៃសំណើនេះផ្ដោតលើការកត់ត្រាភស្តាងនិងការវាយតម្លៃផលប៉ះពាល់ចំពោះបេតិកភណ្ឌពិភពលោកអាជ្ញាធររំពឹងថារបាយការណ៍ឯករាជ្យនឹងជួយជំរុញការការពារតំបន់ប្រាសាទនិងការគោរពកាតព្វកិច្ចអន្តរជាតិពាក់ព័ន្ធYahoo រាយការណ៍ថាបណ្ដាញច្បោកមួយដែលប្រតិបត្តិការនៅកម្ពុជាត្រូវបានចោទថាបានប្រើឆាតបង្កើតកនីស្នេហាคล้ายៗនឹងសារតាក់ទាញជនរងគ្រោះរបាយការណ៍បន្តថាជនរងគ្រោះត្រូវបាននាំទៅវិនិយោគគ្រីបតូคล้ายៗហើយក្រុមនេះក៏ក្លែងធ្វើជាប៉ូលីសករណីនេះបង្ហាញពីការប្រើបច្ចេកវិទ្យាបង្កើនទំហំការបោកប្រាស់និងតម្រូវឲ្យពិនិត្យអត្តសញ្ញាណមុនផ្ទេរប្រាក់តាមការចុះផ្សាយរបស់សារព័ត៌មាន The Star កម្ពុជាពង្រីកការទូទាត់ឆ្លងដែនតាមកូដ QR ជាមួយប្រទេសអាស៊ាន5រួមទាំងម៉ាឡេស៊ីប្រព័ន្ធនេះអនុញ្ញាតឲ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរស្កេនបង់ប្រាក់តាមធនាគាររបស់ខ្លួនពេលធ្វើដំណើរឬទិញទំនិញនៅប្រទេសដៃគូការភ្ជាប់នេះរំពឹងថានឹងកាត់បន្ថយការប្រើសាច់ប្រាក់សម្រួលពាណិជ្ជកម្មនិងពង្រឹងការភ្ជាប់ហិរញ្ញវត្ថុក្នុងតំបន់កម្ពុជាទទួលបានការគាំទ្រជាឯកជនឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីលើកទី12ឆ្នាំ2028សិទ្ធិធ្វើជាម្ចាស់ផ្ទះនេះបង្ហាញពីការទទួលស្គាល់សមត្ថភាពកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិព្រឹត្តិការណ៍នេះក៏ជាឱកាសឲ្យកម្ពុជាបង្ហាញវត្តមានលើឆាកកីឡាអាស៊ីនិងលើកកម្ពស់វិស័យតេក្វាន់ដូ ITF បើលោកអ្នកចង់គាំទ្រកម្មវិធីនេះសូមតាក់ទងមកក្រុមការងាររបស់យើង